តាអ្នកដឹងទេថាកីឡាដែលចាស់ជាងគេលើពិភពលោកមិនមែនបាល់ទាត់ឬបាល់បោះនោះទេមនុស្សជាច្រើនគិតថាបាល់ទាត់គឺជាកីឡាចាស់បំផុតប៉ុន្តែតាមប្រវត្តិសាស្ត្រកីឡាដែលចាស់ជាងគេបំផុតលើពិភពលោកគឺកីឡាចម្បាប់ឬ wrestling កីឡានេះមានតាំងពីជាង 15,000 ឆ្នាំមុនផុសតាំងត្រូវបានរកឃើញនៅលើគំនូរជញ្ជាំងក្នុងរូងភ្នំបង្ហាញមនុស្សពីរនាក់កំពុងបោកគ្នានៅសម័យបុរាណមនុស្សប្រើចម្បាប់ដើម្បីហ្វឹកហាត់កម្លាំងនិងការពារខ្លួនក្រោយមកវាបានក្លាយជាការប្រកួតកីឡាដ៏ពេញនិយមនៅក្នុងកីឡាអូឡ িম্প ិកបុរាណកីឡាចម្បាប់គឺជាវិញ្ញាសាសំខាន់មួយដែលអ្នកប្រយុទ្ធខ្លាំងៗចូលរួមប្រកួតបន្ទាប់ពីរាប់ពាន់ឆ្នាំកីឡានេះនៅតែមានប្រជាប្រិយភាពរហូតដល់សព្វថ្ងៃយើងអាចឃើញចម្បាប់បែបទំនើបនៅក្នុង WWE និងការប្រកួតកីឡាអូឡ িম্প ិកមិនត្រឹមតែប៉ុណ្ណោះកីឡាចម្បាប់ក៏ជាមូលដ្ឋានសម្រាប់កីឡាប្រយុទ្ធជាច្រើនទៀតដូចជា MMA និង Judo ផងដែរពីរូងភ្នំបុរាណមកដល់សម័យទំនើបកីឡាចម្បាប់នៅតែជាកីឡាដែលមនុស្សស្គាល់ទូទាំងពិភពលោក Follow page ដើម្បីដឹងរឿងកីឡាដ៏អស្ចារ្យទៀត